Ê, ngất sao món xí bay nè món xí bay ăn nữa đấy được mà បងប្អូនបន្ទាប់ពីបានឃើញវីដេអូនេះហើយខ្ញុំពិតជាសំណោះមែនទែនហើយអ្វីដែលខ្ញុំសំណោះជាងគេនោះគឺឪពុកម្ដាយរបស់គាត់មិនដឹងថាតើគាត់ឈឺចិត្តសិតទ្រូងប៉ុណ្ណាទេជាមួយនឹងកូនរបស់គាត់ហើយមិនដឹងថាតើគាត់ខកបំណងប៉ុណ្ណាទេដែលមានកូនដូចជាពួកគាត់នេះបាទអញ្ចឹងអ្វីដែលកំពុងតែពេញនៅក្នុងការខិតខំក្រេបជញ្ជក់ចំណេះដឹងរោគចំណេះដាក់ខ្លួនបែរទៅជាដើរផ្លូវខុសទៅធ្វើរឿងដែលសង្គមស្អប់ខ្ពើមទៅធ្វើរឿងដែលសង្គមមិនត្រូវការគួរឲ្យស្ដាយធនធានមែនតើបាទអញ្ចឹងនេះក៏ជាមេរៀនមួយសម្រាប់ម៉ាក់ប៉ាគ្រប់រូបដើម្បីកុំឲ្យមានកូនបែបនេះដើម្បីកុំឲ្យកូនខ្លាយទៅជាមនុស្សប្រភេទនេះដើម្បីកុំឲ្យកូនខ្លាយជាមនុស្សដែលសង្គមស្អប់ខ្ពើមដូច្នេះហើយខ្ញុំមានចំណុចខ្លះនៅក្នុងការចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នានៅក្នុងការធ្វើម៉េចដើម្បីកុំឲ្យកូនរបស់យើងនឹងខ្លាយទៅជាក្មេងបែបនោះនៅថ្ងៃអនាគតជាការពិតណាស់ដើម្បីជៀសវាងនៃការឲ្យកូនរបស់យើងខ្លាចទៅជាក្មេងមិនល្អក្មេងនៃសង្គមស្អប់ខ្ពើមវាត្រូវការលុតដំការពុតពីក្មេងមកអញ្ចឹងយើងមិនអាចថានៅពេលដែលកូនរបស់យើងធ្វើអីមួយខុសហើយយើងថាមិនអីទេដោយសារគាត់នៅក្មេងអ្នកណាគេចង់កែគាត់ប៉ះមិនបានចាប់ផ្ដើមខឹងគេហើយថាគេប្រកាន់កូនរបស់យើងធ្វើអីគាត់នៅក្មេងគាត់មិនដឹងអីអាមតិទាំងអស់នឹងខ្ញុំបានទទួលបានជាពិសេសក្នុងនាមខ្ញុំជាគ្រូនៅពេលដែលខ្ញុំចង់ពុតក្មេងដែលខូចក្មេងដែលមិនស្ដាប់បង្គាប់មានអត្តចរិតមិនល្អអញ្ចឹងយើងប៉ះអត់បានទេអាណាព្យាបាលខ្លះបាទប៉ះដឹងតែអាលៀកហ្មងអញ្ចឹងហើយបានទៅជាវាមានរឿងទាំងអស់នឹងកើតឡើងបាទដូច្នេះហើយអ្វីដែលល្អគឺយើងត្រូវតែពុតគាត់ពីក្មេងកុំតំណមគាត់កុំស្រឡាញ់គាត់ខ្លាំងពេកណាបាទពីព្រោះការស្រឡាញ់ខ្លាំងហួសហេតុគ្មានហេតុផលហ្នឹងវាធ្វើឲ្យក្មេងហ្នឹងទៅជាអញ្ចឹងបាទអញ្ចឹងរឿងខ្លះគាត់ខ្លាចទៅជាមនុស្សបែបនោះក៏ដោយសារយើងមួយផ្នែកដែរក៏ដោយសារតែម៉ាក់ប៉ាមួយផ្នែកដែរដូច្នេះហើយត្រូវតែហ៊ានកាត់ត្រូវតែហ៊ានលះបង់ខ្លះដើម្បីឲ្យគេឲ្យគាត់ល្អបាទកុំស្រឡាញ់គាត់ហួសហេតុពេកណាអញ្ចឹងបើសិនយើងស្រឡាញ់គាត់ហួសហេតុពេកថ្ងៃក្រោយទៅនរណាគេដាក់បបាគឺយើងខ្លួនឯងនឹងឯងណាទឹកភ្នែកទឹកសបោដោយសារតែយើងខ្លួនឯងនឹងឯងដោយសារតែសកម្មភាពរបស់យើងហ្នឹងណាគ្រប់គ្រងកូនរហូតកូនធ្វើខុសក៏លែងដឹងថាខុសអញ្ចឹងណាបាទនៅក្នុងរឿងអប់រំមួយប្រហែលជាបងប្អូនបានដឹងហើយតកតងទៅនឹងក្មេងប្រុសម្នាក់ដែលគាត់លេងបាល់ជាមួយនឹងមិត្តភ័ក្តិរបស់គាត់លេងបាល់សុកហ្នឹងគាត់ក៏លួចបាល់មិត្តភ័ក្តិរបស់គាត់ហ្នឹងមកទុកមកយកធ្វើជាកម្មសិទ្ធិរបស់ខ្លួនហើយទង្វើដែលគាត់លួចមិត្តភ័ក្តិរបស់គាត់ហ្នឹងម៉ាក់របស់គាត់ក៏ឃើញដែរគាត់ដឹងដែរថាកូនរបស់គាត់បានលួចបាល់ទៅទុកនៅក្រោយផ្ទះហើយដល់ពេលដែលមិត្តភ័ក្តិគាត់មកសួរថាអ៊ីមិនឃើញបាល់ខ្ញុំអត់គាត់បើជាកាន់ជើងកូនថាអត់ឃើញទេនៅពេលនោះកូនលឺបែបហ្នឹងកូនសប្បាយចិត្តមែនទេព្រោះមានម៉ាក់កាន់ជើងម៉ាក់កាន់ជើងដល់ពេលកូនសប្បាយចិត្តកូនមានមោទនភាពនឹងរឿងហ្នឹងថ្ងៃក្រោយទៅលួចកង់គេទៀតលួចកង់គេទៀតគេមកសួរទៀតម៉ាក់នឹងឆ្លើយអញ្ចឹងទៀតថាអត់ឃើញទៀតរហូតដល់លួចម៉ូតូគឺនៅតែថាអត់ឃើញកាន់ជើងកូនរហូតកូនត្រូវរហូតគ្មានការណែនាំគ្មានការទូមានព្រោះស្រឡាញ់កូនងប់ហើយរហូតដល់ថ្ងៃមួយគាត់ពេញកំឡោះកូនរបស់គាត់ជក់រឿងលួចហើយម៉ាក់គ្រប់ត្រនោះរហូតទៅដល់ប្លន់ធនាគារដល់ពេលប្លន់ធំធនាគារធំអញ្ចឹងទៅប៉ូលីសចាប់បានបន្ទាប់ពីប៉ូលីសចាប់បានគេត្រូវកាត់ទោសប្រហារជីវិតដោយជាមួយនឹងកៅអីឆក់កៅអីអគ្គិសនីអញ្ចឹងទៅដោតភ្លើងទៅហើយឆក់ស្លាប់អញ្ចឹងទៅប៉ុន្តែមុនឆក់ស្លាប់គឺតឡាគេឲ្យគាត់នឹងសរសេរនៅពាក្យបណ្ដាំចុងក្រោយថាតើគាត់មានអ្វីដែលជាពាក្យបណ្ដាំផ្ញើទៅកាន់គ្រួសាររបស់គាត់ដែរទេអញ្ចឹងគាត់សរសេរសម្បត្តិមួយដែលជាពាក្យបណ្ដាំហ្នឹងទៅកាន់ម៉ាក់របស់គាត់ហើយនៅក្នុងសម្បត្តិនោះបងប្អូនដឹងទេថាតើគាត់និយាយអីគឺគាត់និយាយថាខ្ញុំពិតជាស្ដាយមែនទែនកូនពិតជាស្ដាយមែនទែនដែលមានម៉ាក់ដូចជាម៉ាក់ហេតុអីបងប្អូនមកគាត់សេអញ្ចឹងគាត់និយាយថាគាត់ស្ដាយមែនទែនដែលមានម៉ាក់
ដូចជាម៉ាក់ហ្នឹងដោយសារអីដោយសារតែពេលកូនធ្វើខុសលើកទី1ម៉ាក់ដឹងថាកូនធ្វើខុសតែម៉ាក់អត់បានណែនាំកូនទេលើកទី2ម៉ាក់នៅតែមិនណែនាំកូនទៀតលើកទី3ម៉ាក់ក៏មិនដែរណែនាំកូនក៏មិនដែរខឹងកូនដែរនៅតែថាកូនត្រូវរហូតដល់កូនបានចិត្តរហូតដល់កូនធ្លាប់រហូតដល់កូនមិនដឹងអ្វីខុសអ្វីត្រូវនៅថ្ងៃនេះដោយសារតែសកម្មភាពដោយសារតែទង្វើរបស់ម៉ាក់គ្រប់គ្រងកូនមិនណែនាំកូនឥឡូវប៉ូលីសបានចាប់កូនទៅកាត់ទូប្រហារជីវិតចឹងកូនពិតជាស្ដាយមែនទែនដែលមានម៉ាក់ដូចជាម៉ាក់បងប្អូនឃើញទេបាទអញ្ចឹងរឿងខ្លះក៏ដោយសារតែយើងដែរអញ្ចឹងមានកូនតូចពេលខ្លះគាត់អត់ស្ដាប់ទេយើងគាត់ស្ដាប់អ្នកគ្រូរបស់គាត់ណាអញ្ចឹងបើសិនជាគាត់ណែនាំគាត់អប់រំគាត់ប្រើប្រាស់ពាក្យសម្ដីធ្ងន់អញ្ចឹងសុំកុំប្រកាន់គាត់ពេកណាពីព្រោះគោលបំណងរបស់គាត់គឺចង់ឲ្យកូននឹងល្អទេណាដំដែកយើងមិនអាចដំដែកទាំងឆៅទាំងដែលមិនក្តៅបានទេដំវាមិនទៅទេដើម្បីឲ្យដែកនឹងត្រង់ឬក៏យើងចង់ពុតវាធ្វើអីមួយគេត្រូវដុតកម្ដៅអញ្ចឹងការដុតកម្ដៅវារងនឹងការឈឺចាប់បើប្រៀបធៀបមកមនុស្សយើងមិនមែនអប់រំមនុស្សដោយគ្រាន់តែការនិយាយល្អមកមុខនោះទេពេលខ្លះវាឆ្អែតពេកក៏វាត្រូវការប្រើប្រាស់នៅពាក្យសម្ដីមួយចំនួននៅកាយវិការមួយចំនួនណាបាទយើងមិនមែនអប់រំតែមកផ្លូវត្រង់ផ្លឹងទៅគាត់អាចនឹងធ្វើតាមយើងនោះទេបាទដូច្នេះហើយយើងត្រូវបត់បែនតាមមនុស្សបងប្អូនបាទអញ្ចឹងសរុបមកខ្ញុំពិតជាស្ដាយមែនទែនណាដែលគាត់ខ្លាយទៅជាក្មេងបែបហ្នឹងហើយសង្ឃឹមថាពេលដែលចេញពីកន្លែងអប់រំវិញបងប្អូននឹងខិតខំប្រឹងប្រែងកសាងជីវិតសាជាថ្មីណាដើម្បីសង្គមជាតិរបស់យើងណាដើម្បីគ្រួសាររបស់យើងបាទម៉ាក់ប៉ារបស់យើងបង្កើតយើងមកអស់ឈាមទាំងធ្លុកអស់លុយទាំងបាច់ចុះហេតុអីពេលធំឡើងបងអូនទៅធ្វើរឿងទាំងអស់ហ្នឹងដែលសង្គមគេមិនត្រូវការដែលសង្គមគេស្អប់ក្រពើមគ្មានតម្លៃទេបងអូនគ្មានតម្លៃទេភ្ញាក់ខ្លួនឡើងណា